ลือเกนิยทายชื้นก็สลับได้สาแต่ลงตึกเนยเวียนแต่ตึกมันแต่งสมากบาลจงกงพ้องแต่ก็ลงบานยังไม่เตอจีบรรทอเตือนนี้สมจูนเรืองขมาวยีชื่อคลันสายทูลีล้อมนั่งคลันมาลูสลาได้ยีกำปงตุ้มปีพี่รสัตเป็นแต่เชิดโตระบยี่ชื่นยุบนิ่งงดเชิงขนมชน้ำกางสับจีนมันตอนมีเพลิงอากิสนีปราณลายเตเมียนตายจงกิ่งเปล่งกาได้กิดด่าเลอหึงตามสอบเตะหนึ่งอัมปูลอากุยเหลืองตุ่มโยลเปล่าในข้างเลยขยมอังกุยบอดเจิงปลายคลวนกบายไม้กอดกำปงในยีจะเจกเนียชิมวยมินซอมนึ่งแนจิตข่างดอไตตีในขยมสำลังเมือเติมมาชูเชอได้กิดด่าเนอกันแบบเตะเมนหานุกือจิมมาชูระบอยยีชื่นขยมมันใส่สนับสนานนั่งกอดประมาณเตะปรากฏรูเนอมันไอ้จงพูแต่กอดจำจุกยีชื่นก็จุดจัดในยีเลโลมันหลายขมิ้นนะกาก่อนในรูเป็นปุยเยิงแต่ดาเลงกบายแต่ก่อนมาดองก็ตั้งได้ใส่หมกแทตัวเล็กเอาช่างเว้ยอันทลองนะอันจับสีปูวินถึงออกเหนียเลยนังฮะกดจุดจัดพักสระซอนนะให้เปียกหลักยมเคยกดเฉียงเราอูรตอมมันไอ้น่าตามเพลเป็นนี่ก็มันสลับบันเฮยโดยสารลงตึกเนอไอเวียนตึกมันแต่งสมัยกบาลจงกงพองมันดังกดลงบานยังไม่เกตาประหารจิกดสระวังคลังเปสำเร็จประสองบุญปรำอองนิมนต์หมอกปีบอดไอเชิงภูมิกำปงโสดอตึกดอกกอดนังมีนลือสำเร็จยุ่มเตะปีโกนแจกอดได้จำหนาสรกเติบแต่ทวดำนามอกดอนอังกุยกบายนี้ขยมลือตาเสียนเงี่ยตะสับตาศกได้ในปิกรักนอแน่ตาศกในขังมุกปันมานอ่างนูเชี่ยลูกทำไมเมียเตยโดยโสดมันจะสตอดซอสดับเติมมีนขอจราอ๋อนางไอ้โลกเติมนี่มนมากงในวัดเยิงบานไปอยู่ทั้งไงฮะรุมปิดนูจอมือวับมันดังหมกปีนาเฟื่ออับกาเตียนเนลือกำรมมาชูรถออรุลิงเพลิงจงกิ่งเปล่งกาก็สเตอร์ตายรถเตอร์ตามแสงทูบได้กำปงห้อยลางตรองก็ไม่ขยายเป็นเตะแหนอังกุยจัดมาชูพเนี้ยก็เลยเมื่อชเวงสดำตาสอบกดเงือบดาคลันสร้างอ้อยห่วงกัดหมกยมโดยจับเตียนปีใบดามอ้อยบงพลือวิญขนมภูมิมีนแต่ปัวกอดนังหาได้ตั้งแต่มีนหมกกรบพิธีบ่อนขนมภูมิปนตายต่อแต่มีนสระสอปีลิดไอเติมอังกุยเยี่ยมกับดอกสอบบานตลพลือพิธีบนสอบระบายเชื่อนยุบนี้ก็ฮักดำนาเตอธรรมดามันมีนเอาไว้เขาพลายเตปรึกลายพระอาทิตย์บรรจัยปนลือปัวสราแรงเงือบปีจงเปรย์มาข้างสตึงหมายขยมต้มน้องจิตตึกดอลกันไหลบนบัดหายมันเคยนึกแต่เตะรุกจกตลบเลียงหมกเนื้อกรอยแต่บันติสันกำปงดูตึกจะชูในกบายเปียงสำเร็จไม้ก่อบรรลือปีข้างหมกแต่โอนเอ้ยเงือบหายได้หน่อยหนึ่งโกนนะมกซีบอสีไอซันเตอร์หมายเติมหนึ่งโยกหมกปีกันไหลบนสัจจานะ
ខ្ញុំរត់ប្រយទៅទទួលនៅក្បែររបងខាងមុខហូបឲ្យរួចរាល់អាលនឹងទៅលេងនៅឯវាលជាមួយពុកបន្តិចហូបតែកូនមិនដឹងធ្វើមកហូបអីទេថ្ងៃនេះរំលងដល់ម៉ោងប្រមាណ3រសៀលសំឡេងភ្លេងដង្ហែសោះបន្លឺពីផ្លូវលំដីក្រហមខាងក្នុងភូមិមនុស្សម្នាគ្នាឯងអ្នកស្រុកចូលរួមជួយដង្ហែសពយាយឈឿនឆ្ពោះទៅកាន់ទីវាលឈៀងខាងលិចភូមិនៅម្ដុំដើមច័ន្ទគិរីខ្ញុំក៏មកនឹងគេដែរម៉ែនៅខាងមុខជាមួយមីងគ្នាគាត់មនុស្សមិនជាច្រើនប្រហែលទេអ្នកភូមិភាគច្រើនគឺសុទ្ធតែចាស់និងមនុស្សកំឡោះពេញវ័យខាងមុខគេគឺកូនប្រុសច្បងរបស់យាយឈឿននិងបរិស3-4នាក់ទៀតកំពុងយកដៃទប់មឈូសតិចនៅលើរទេះគោដែលតាសៀនជាអ្នកបរគោមីនំនោះដូចជាមិនចង់ដើរសោះតាសៀនយករំពាត់វាយខ្នងវាតិចទៅព្រមបោះជំហានទៅទាំងបង្ខំមើលទៅដូចជាតឹងទ្រូងណាស់គ្រប់គ្នាធ្វើដំណើរតាមពីក្រោយយឺតដោយឡែកខ្ញុំនិងអាពុម៉ាដណ្ដើមគ្នារើសលុយស្ករក្រោះដែលអ្នកមីងស្លៀកពាក់សបាចមកជាមួយលេខអង្គរនៅតាមផ្លូវពួកយើងដណ្ដើមគ្នារើសរញ៉េរញ៉ៃវាទៅជាសបាយលើកំណត់ទុករបស់គេទៅវិញក្រោមភ្លេងដ៏អន្លង់អន្លោចស្រាប់តែគោវាផ្អើលស្អីមិនដឹងបោលសម្រុកទៅមុខឡើងលឿនឮតែមាត់មីងនឹងតាសៀនដែលនៅលើរទេះស្រែកប្រាប់អ្នកនៅខាងមុខឲ្យគេចព្រោះខ្លាចរទេះវាជន់ម្នាក់ផ្អើលរត់ចែកជើងគ្នាញែកចេញពីលើផ្លូវរទេះដឹកសពដែលតាសៀនកំពុងនៅពីលើនោះបានបោះឡើងទៅជន់ដុំថ្មមួយទំហឹងរួចក៏ត្រេតទៅម្ខាងហើយក៏ក្រឡាប់ផ្ងាជើងមកឈូសយាយឈឿនធ្លាក់ខ្ពៀចុះបោកលើដីផូរបាក់គម្រោងខ្ទាតទាំងខ្មោចទាំងសម្ពុតសរមៀលជត់ដប់ប្រោឃើញមានទាំងទឹកតិចផងនៅល្បាក់ចង្អូខាងក្រោមនោះភ្លេងដង្ហែក៏ស្ងាត់មួយភ្លេងនៅសល់តែសំឡេងមនុស្សផ្អើលជួឆោទឹកមុខគ្រប់គ្នាឡើងស្លេះម៉ែខ្ញុំស្រវាចាប់ដៃខ្ញុំអ៊ំសក់ស្កូវនៅខាងមុខឈោជជែកគ្នាប្រភ្នូលនេះដូចជាមិនសូវល្អទេមកអាដនអាណាមចូលទៅលើខ្មោចយំមកវិញខ្ញុំសម្លឹងមើលទៅកន្លែងដែលរទេះក្រឡាប់ឃើញពូពី3នាក់កំពុងរលត់ជើងខោនឹងចុះទៅល្បាក់ផ្លូវលើកយាយឈឿនឡើងយកមកវិញដាក់លើរទេះសពគាត់សើមស្រកោះដេកត្រាំទឹកត្រឹមកជើងស្លាប់ដោយសារលងទឹកហើយមកក្រឡាប់រទេះធ្លាក់ទឹកទៀតកម្មមែនយាយនេះចាស់និយាយគ្នាហើយក្បួនដង្ហែក៏បន្តទៅមុខទៀតរហូតមកដល់វាលដែលគេតែងយកសពមកបូជាកន្លងមកសន្តានរៀងទួលខ្ពស់ទោះបីជាខែទឹកជន់ក៏លិចមិនដល់ដែរមើលទៅឃើញតែគំនោខ្ជុងផេះចាស់និងអស់មួយកោធំដែលគេរៀបចំទុករួចជាស្រេចមកកំឡោះជួយគ្នាលើកសពចេញពីមឈូសមកពូប៉ុន្មានអ្នកបបោះខ្លួនដើរចូលទៅលើកសពយាយឈឿនដាក់លើគំនោអស់រួមនឹងព្រះសង្ឃ2អង្គនិមន្តមកតាមក្រោយនឹងហើយត្រូវហើយដាក់ផ្កាប់មុខបែបហ្នឹងគឺត្រឹមត្រូវហើយកាលណាភ្លើងក្តៅអាចនឹងទាញសរសៃសពខ្លះអាចលត់ចេញពីគំនោភ្លើងបានទៀតផងតាសៀនក៏ជាអ្នកដុតភ្លើងមកអាណារកប្រេងរកអីមកគ្នាយើងគាត់និយាយបណ្ដាចាប់ធុងប្រេងចាក់ទៅលើគំនោអស់បណ្ដាបានជាទៅហើយទៅឲ្យបានសុកណាយាយឈឿនទៅកាន់សុគតិភពមិនចាំបាច់មកលេងពួកយើងវិញទេណានិយាយហើយតាសៀនក៏អុចចន្លោះនៅក្នុងដៃរុកចូលទៅខាងក្រោមគំនោអស់ដោយសពយាយឈឿននៅខាងលើភ្លើងឆាប់ភ្លឹប
ចាប់ផ្ដើមឆេះសន្ធៅនៅអស់ស្ងួតពីខាងក្រៅអ្នកស្រុកនាំគ្នាចូលមើលមិនទាន់ត្រឡប់ទៅផ្ទះវិញទេដោយឡែកឯសាច់ញាតិសោះក៏នៅតែបន្តយំសោកនៅមុខផ្សែងភ្លើងលាគ្នាជាលើកចុងក្រោយយាយឈឿនក៏ចូលចិត្តហូបស្រាចូលចិត្តលោក្មេងៗតែខ្ញុំមិនដែលឃើញគាត់ទៅរករឿងឬក៏មានរឿងជាមួយអ្នកណាទេគាត់ផឹកតែគាត់ស្រវឹងតែគាត់យីហើយយីនេះនៅអាឡោះអាឡៃស្អីទៀតហ្នឹងក្រោយសំលេងតាសៀនបន្លឺឡើងគាត់ក៏ដើរចូលទៅគៀកគំនរភ្លើងជាមួយតាសុកដៃគូរបស់គាត់ចម្លែកណាស់អស់ឆេះអស់ច្រើនហើយភ្លើងហាក់ដូចជាមិនព្រមប៉ះពាល់សពជាឈឿនសោះតាសុកយកឈើឬស័យវែងមួយដើមទៅរករុញអស់ដែលកំពុងឆេះខិតទៅជិតសោះផ្សែងហុយត្រឡោមតែសពនៅតែដេកត្រមាំងនៅលើនោះដដែលហើយចុះអាម៉េចហ្នឹងអស់ក៏ស្ងួតល្អតើមែនហើយមើលតែយាយហ្នឹងដូចជាមិនចង់ទៅសោះពួកគាត់កាន់ធុងប្រេងជាយាមចាក់បន្ថែមទៅលើនោះទៀតភ្លើងឆេះឆាបឡើងម្ដងទៀតព្រឹបខ្លាំងជាងមុនតែមួយសន្ទុះក្រោយមកក៏ចាប់ផ្ដើមអន់ថយអណ្ដាតមកវិញសពយាយឈឿននៅតែមានសភាពស្ទើរតែដូចដើមទាំងស្រុងមានតែស្នាមខ្លោចខ្មៅបន្តិចបន្តួចនៅត្រង់ខាងក្រោមប៉ុណ្ណោះថ្ងៃចេះតែបងអស់ពេលកន្លងទៅយូរខុសពីធម្មតាមិនត្រឹមតែប៉ុណ្ណោះស្រាប់តែមានក្លិនមួយយ៉ាងចម្លែករស័នមកស្អុយណាស់វើយស្អីគេហ្នឹងអ្នកស្រុកជុំវិញនោះយកដៃខ្ទប់ច្រមុះវាមិនមែនជាក្លិនសាច់ខ្លោចឆ្ងៀមតាមធម្មតាទេតែជាក្លិនឈួលដូចជារបស់អ្វីផ្អូមរលួយលាយឡំនឹងក្លិនស្រាសស្រាលភាយមកជាមួយកម្ដៅអ៊ុនហើយចុះក្លិនអីគេនឹងតាសៀនក្រោយព្រះអាទិត្យរៀងបង្អន់ពន្លឺមេឃក៏រៀងស្រទុំតែញើសនៅតែហូរស្រក់លើមុខរបស់លោកតាទាំងពីរតាសុកនិងតាសៀនខំចាក់ផងរកផងថែមប្រេងផងទីបំផុតក្រោយប្រើពេលអស់ជាយូរសពរបស់យាយឈឿនក៏ចាប់ផ្ដើមឆេះទៅម្ដងបន្តិចរហូតនៅសល់តែគំនរផេះពេលដើរត្រឡប់មកផ្ទះវិញខ្ញុំឮម៉ែនិយាយជាមួយអ្នកជិតខាងយាយឈឿនក៏ដូចជាទៅមិនស្រួលទេមីងដុតអស់ចិត្តកន្លះព្រៃហើយទៅតែឆេះគ្មានអីទេមកពីគាត់ហូបស្រាច្រើនពេកយ៉ាងណាដុតវាមិនឆេះចឹងហើយខ្ញុំងាកមើលទៅវាលបូជានោះម្ដងទៀតនៅសល់តែផ្សែងហុយផ្អុយឡើងទៅលើមេឃពណ៌ខៀវក្រមៅកូនចៅសាច់ញាតិរបស់យាយឈឿនកំពុងតែរើសប្រមូលឆ្អឹងពី3យប់ក្រោយពិធីបូជាសពរបស់យាយឈឿនភាពស្ងប់ស្ងាត់ហាក់ដូចជាបានវិលត្រឡប់មកគ្រប់ដណ្ដប់ភូមិវិញយប់ជ្រៅស្ងាត់ឈឹងសឹងតែគ្មានសំឡេងឆ្កែព្រុសខ្ញុំដេកមិនសូវលក់ស្រួលប៉ុន្មានទេរឿងរ៉ាវចម្លែកចាប់ផ្ដើមកើតមានជាហូរហែមិនដឹងថាត្រឹមជាពាក្យចចាមអារាមឬក៏ជាការពិតដំបូងឡើយគឺរឿងសំឡេងគោះទ្វារយាយសែដែលផ្ទះគាត់នៅឯដើមភូមិបានត្អូញត្អែប្រាប់ម៉ែខ្ញុំថាម្សិលមិញមានគេមកគោះទ្វារផ្ទះគាត់ក្តែងទាំងកណ្ដាលយប់គាត់ស្រែកសួរទៅគ្មាននរណាឆ្លើយសោះលុះបើកទ្វារមើលក៏មិនឃើញមាននរណាម្នាក់នៅទីនោះរឿងដដែលនេះបានកើតឡើងចំពោះអ្នកភូមិ2-3នាក់ទៀតនៅក្នុងភូមិដែរមិញព្រឿនដែលទើបនឹងរៀបការថ្មីមិនទាន់នឹងបានប៉ុន្មានខែប្រាប់ថាឃើញស្រមោលមនុស្សអង្គុយចောင်းហោងក្នុងផ្ទះបាយរបស់គាត់រឿងដែលធ្វើឲ្យអ្នកភូមិចាប់ផ្ដើមនិយាយគ្នាខ្លាំងជាងគេគឺរឿងក្លិនស្រាស
បើកើតចំពោះផ្ទះតាសុកមិនសូវជាមានអ្នកផ្លែកចិត្តទេតែចម្លែកត្រង់ថាផ្ទះលោកគ្រូបង្រៀនថ្នាក់បឋមដែលគាត់មិនដែលនឹងប៉ះពាល់គ្រឿងស្រវឹងសោះក៏មានក្លិនស្រាសឈួលពេញផ្ទះនៅពេលយប់ប្រពន្ធគាត់ខឹងប្តីស្ទើរស្លាប់ស្មានតែប្តីគាត់ដើរលួចទៅផឹកស្រានៅឯណាសូម្បីតែមន្ទាដែលអ្នកភូមិចិញ្ចឹមប៉ុន្មានថ្ងៃនេះពួកវាមិនព្រមដេកនៅលើទ្រនំក្រោមផ្ទះដូចសមមួយដងទេពេលប្រលប់កាលណាពួកវាតែងតែផ្អើលហើរទៅទុំលើដំបូលផ្ទះទាំងប្រងព្រាតដំណឹងពីហេតុការណ៍ចម្លែកនៅក្នុងភូមិបានរត់សັດចូលទៅដល់ក្នុងរបងវត្តគ្មាននរណាម្នាក់ស្មានដល់ទេថាសូម្បីតែទីសក្ការៈបែបនេះក៏មិនអាចគេចផុតពីរឿងរ៉ាវចម្លែកទាំងនោះដែររឿងផ្ដើមចេញពីព្រះសង្ឃវ័យកណ្ដាលដែលបាននិមន្តទៅសូត្រមន្តនៅផ្ទះយាយឈឿតកាលពីយប់នោះព្រះតេជគុណមួយអង្គព្រះនាមសោបានត្អូញប្រាប់លោកឪថាប៉ុន្មានយប់នេះខ្ញុំកណាសឹងនៅក្នុងកុដិតែងតែឮសំឡេងមនុស្សដកដង្ហើមធំនៅក្បែរត្រចៀកពេលខ្លះក៏ឮសំឡេងដូចមនុស្សចាស់ស្រមុកនៅក្រោមកុដិមិនត្រឹមតែប៉ុណ្ណោះសង្ឃប៉ុន្មានអង្គទៀតក៏បានប្រទះរឿងចម្លែកដែរព្រឹកមួយស្បង់ជីវរដែលបត់ទុកយ៉ាងមានរបៀបរៀបរយនៅខាងក្នុងកុដិស្រាប់តែឃើញមានស្នាមដានប្រឡាក់ភក់សាមក៏ខ្លះដូចជាមានមនុស្សឡើងយកទៅហុំលើខ្លួនរួចក៏ឈ្មោះទុកវិញបន្សល់តែស្នាមភក់និងដានជើងរញ៉ៃនៅខាងលើនោះហេតុការណ៍ទាំងអស់នេះបានបង្កឲ្យមានការភ័យខ្លាចដល់លោកជំទង់និងនេនតូចក្នុងវត្តមិនហ៊ានទៅស្រង់ទឹកតែអង្គឯងនៅពេលក្បាលប្រលប់ទៀតឡើយប៉ុន្មានអាទិត្យក្រោយមកបន្តមកដល់ថ្ងៃនេះរឿងរ៉ាវចម្លែកក៏ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញបន្តិចមេឃបង្អុរភ្លៀងស្រេចមិនដាច់ដំណក់សោះខ្ញុំកំពុងអង្គុយសរសេរលំហាត់នៅក្រោមភ្លើងចង្កៀងផ្លុងម៉ែពុកអង្គុយជជែកគ្នានៅខាងក្រៅម៉ែកូនណាអញរោគទៅចាប់ហ៊ីងចាប់កង្កែបបន្តិចសិនវើយមេឃភ្លៀងស្រេចចឹងសមូតណាស់ខ្ញុំងាកទៅពុកបំរុងសុំគាត់ទៅដែរតែត្រូវគាត់និយាយកាន់មកថានៅនឹងហើយកូនយប់ងងឹតណាស់មិនបាច់ទៅទេពុកចុះទៅយកស្បៃគៀនចិញ្ចាំងជាមួយពិលមួយរួចដើរចេញទៅមាត់របងម៉ែវាអើយយប់បន្តិចទៅអញមកវិញនាំកូននាំចៅដេកមុនទៅភ្លៀងធ្លាក់តាំងពីក្បាលល្ងាចបែកភក់វល់ពុកនិយាយរួចគាត់ក៏ដើរចេញទៅដោយសារតែពុកមិនឲ្យទៅខ្ញុំក៏មកអង្គុយធ្វើលំហាត់បន្តទៀតម៉ែដើរមកពីក្រោយហុចផ្លែល្មុត2ផ្លែមកឲ្យខ្ញុំនិងស្រដីថាណែអូនយកទៅស៊ីលេខទៅម៉ែទៅចងមុងសិនម៉ែដើរចេញទៅរៀបចំក្រាលកំរាលចងមុងរំលងទៅប្រមាណជាម៉ោង 7-9 ក្រៅតែអំពីភ្លើងចង្កៀងក្នុងផ្ទះជុំវិញនេះងងឹតឲ្យស្លុបរកមើលអ្វីមិនឃើញមានតែភ្លើងពិលមួយបញ្ចាំងសល់មកពីឯវាលខ្ញុំដើររាវពពីមពពើមចុះពីលើផ្ទះទៅបត់ជើងតូចនៅក្បែររបងដូចជាមានសំឡេងជ្រូកកំពុងឈ្មោះដីនៅខាងក្រោយផ្ទះជ្រូករបស់យាយឈឿនវារួចមកទេដឹងរកពិលឆ្លោះមើលវាបន្តិចសិនអានឹងប្រាប់ម៉ែខ្លាចវាឈ្មោលស៊ីដំណាំអស់ឡើងដល់លើផ្ទះទាញពិលវាទៅតាមបង្អួចម៉ែឮសំឡេងជ្រូកអត់ម៉ែជ្រូកមកពីណាកូនម៉ែអត់ឮទេជ្រូករបស់យាយឈឿន
កូនចៅគាត់ចាប់លក់អស់ហើយផ្ទះគាត់គ្មានអ្នកណានៅទៀតទេកូនឯងស្ដាប់ច្រឡំទេដឹងកូនប្រហែលជាដូចម៉ែខ្ញុំនិយាយមែនហើយខ្ញុំដើរកាត់ផ្ទះយាយឈឿនជាមួយអាពូម៉ាក់ថ្ងៃមុនក៏មិនឃើញមានអ្នកណានៅផងហើយភូមិខ្ញុំក៏មិនមានផ្ទះណាចិញ្ចឹមជ្រូកទៀតទេអូនណាឆាប់ចូលដេកទៅកូនយប់ហើយមិនចាំបាច់ចាំពុកឯងទេម៉ែនិយាយហើយគាត់ក៏សើចមុងចូលទៅសម្រាកខ្ញុំរវើរៀបសិភៅទុកបន្តិចហើយក៏ចូលទៅដេកដូចគ្នាពុកខ្ញុំទំនងជាម៉ោង2ម៉ោង3រំលងអាត្រៀតឯណោះទើបត្រឡប់មកវិញអូនអើយរៀបចំរួចហើយកុំភ្លេចពន្លត់ចង្គៀងផងកូនបានម៉ែខ្ញុំបិទក្របសិភៅពុំបន្តិចសិនម៉ែវារហែកនិយាយហើយម៉ែខ្ញុំក៏ចូលសម្រានមែនទែនមិនលឺមាត់ទៀតទេលុះរួចរាល់ក៏ពន្លត់ភ្លើងប៉ាងមុងចូលទៅដេកដែរដេកស្ដាប់សំឡេងភ្លៀងស្រេចតក់នៅលើដំបូលសង្កសីកំពុងតែបិទភ្នែករលាវរៀបនឹងលក់ទៅហើយស្រាប់តែសំឡេងជ្រូកក៏មិនលឺឡើងម្ដងទៀតខ្ញុំស្ទុះចេញពីមុងឈរឡើងដើរទៅមាត់បង្អួចព្យាយាមបញ្ចាំងពិលទម្លុះភាពងងឹតនិងដំណក់រលឹមនៅខាងក្រោយផ្ទះនៅក្រោមដើមថ្កូវធំឯចុងរបងពិតជាមានជ្រូកមួយក្បាលពិតមែនវាមានពណ៌សធំល្មមកំពុងតែឈ្មោះដីអ៊ុចនៅក្បែរនោះភ្លើងពិលអ៊ីវពីចម្ងាយចាំងចំភ្នែករបស់វាស្រាប់តែជ្រូកនោះវាផ្អើលស្ទុះឡើងទៅលើដើមថ្កូវវាតោងឡើងដោយជើងទាំង4យ៉ាងស្វាហាប់ដូចជាស្វានិងស្រែកអ៊ុចបណ្ដាពន្លឺផ្លេកបន្ទោមួយភ្លឹបភ្លឺចចាស់ខ្ញុំឃើញយ៉ាងច្បាស់ចាស់គឺមានមនុស្សរូបរាងដូចម៉ែខ្ញុំបេះបិទពាក់អាវចាស់ពណ៌ផ្ទៃមេឃកំពុងតោងជិះលើខ្នងជ្រូកនោះងាកមកញញឹមដាក់ខ្ញុំម៉ែខ្ញុំងើបចេញពីមុងស្ទុះមកពីក្រោយកើតអីកូនកើតអីនឹងកូនគាត់មើលទៅខាងក្រៅភ្លេចបន្ទោជះមកមួយភ្លឹបទៀតភ្លឺស្រឡះតែលើកនេះគ្មានឃើញអ្វីទាំងអស់គ្មានជ្រូកគ្មានមនុស្សមានតែដើមថ្កូវធំមួយដើមឈរនៅថ្មឹងកណ្ដាលដំណក់ភ្លៀងម៉ែទៅមកពីណាម៉ែមានទៅណាកូនម៉ែនៅនេះតើអត់ទេខ្ញុំឃើញម៉ែជិះលើខ្នងជ្រូកហើយជ្រូកនោះវាផ្អើលឡើងទៅលើដើមថ្កូវម៉ែលុកដៃអង្អែលក្បាលខ្ញុំព្យាយាមលួងលោមនិងចាប់ពិលវាភ្លើងទៅអាណាគ្មានអ្វីផងកូនឯងប្រហែលស្រវាំងភ្នែកហើយមកពីសរសេរអក្សរក្រោមភ្លើងចង្គៀងយូរពេកនឹងណាមកចូលដេកមកកូនយប់ហើយខ្ញុំនៅតែឈររឹងខ្លួនថ្មឹងសម្លឹងមើលទៅដើមថ្កូវនោះខ្ញុំដឹងច្បាស់ណាស់នៅអ្វីដែលខ្ញុំឃើញវាមិនមែនស្រវាំងភ្នែកទេព្រឹកឡើងក្រោយភ្លៀងរាំងខ្ញុំអូសដៃម៉ែខ្ញុំឲ្យទៅមើលក្រោមដើមថ្កូវនោះដីនៅខាងក្រោមសើមពប៉ាច់តែចម្លែកណាស់គ្មានស្នាមជើងជ្រូកឬស្នាមអ្វីបន្តិចសោះឡើយម៉ែខ្ញុំមើលមកខ្ញុំទឹកមុខគាត់ហាក់មានការព្រួយបារម្ភគាត់មិននិយាយអ្វីច្រើនទេតែខ្ញុំដឹងថាក្នុងចិត្តគាត់ក៏ចាប់ផ្ដើមជឿពាក្យខ្ញុំខ្លះៗដែរចាប់តាំងពីយប់នោះមកខ្ញុំលែងហ៊ានមើលទៅក្រៅបង្អួចពេលយប់ជ្រៅទៀតហើយតាំងពីយាយឈឿនបានស្លាប់ហេតុការណ៍ប្លែក
ចេះតែបន្តកើតមានអត់មានឈប់ឈរសោះពូអ្នកដែលបាញ់សัตว์នៅពេលយប់បានប្រាប់ថាឃើញស្រមោលខ្មៅដូចមនុស្សរត់ឆ្លងពីព្រៃម្ខាងទៅព្រៃម្ខាងអ្នកខ្លះទៀតជាពិសេសមីងដែលមានកូនតូចគាត់ឮសំឡេងក្មេងយំក្នុងដុបក្រោយផ្ទះគាត់ដូចជាកំពុងយំឆ្លើយឆ្លងជាមួយកូនគាត់ចឹងហេតុការណ៍ទាំងនេះបានធ្វើឲ្យអ្នកភូមិកាន់តែមានការភ័យខ្លាចពួកគាត់ចាប់ផ្ដើមលេងហ៊ានចេញក្រៅនៅពេលយប់ហើយខ្លះទៀតថែមទាំងប្រមូលកូនចៅមកដេកជុំគ្នានៅក្នុងផ្ទះទីបំផុតអ្នកភូមិទាំងអស់ក៏បានសម្រេចចិត្តថាត្រូវតែរកដំណោះស្រាយនេះពេលក្បាលប្រលប់ក្រោយពីជជែកគ្នាយ៉ាងស្វិតស្វាញលោកមេភូមិបានប្រកាសប្រាប់អ្នកទាំងអស់គ្នាថាបងប្អូនអើយនេះមិនមែនជារឿងធម្មតាទេយើងត្រូវតែទៅវត្តទៅប្តឹងលោកឪចៅអធិការឲ្យជួយមានតែលោកទេដែលអាចដោះស្រាយរឿងនេះបានភ្លាមនោះអ្នកភូមិរាប់សិបនាក់ក៏នាំគ្នាយកចន្លោះយកពិលអុជបំភ្លឺផ្លូវឆ្ពោះទៅកាន់វត្តព្រមគ្នាសំឡេងស្គរធំនៅក្នុងវត្តក៏ចាប់ផ្ដើមទូងឡើងត្រហឹងដោយតាសៀនជាអ្នកទូងលោកឪចៅអធិការបានស្ដាប់រឿងរ៉ាវទាំងអស់ដោយស្ងៀមស្ងាត់លោកញញឹមតិចនិងមានសង្ឃដីកាថាអាត្មាគិតថាប្រលឹងរបស់យាយឈឿនប្រហែលជាមិនទាន់អស់ចិត្តនឹងជីវិតនៅឡើយទេទើបបានជាគាត់នៅរាបែបនេះមិនព្រមទៅណាមានតែការធ្វើបុណ្យឧទ្ទិសកុសលដល់គាត់ទេដែលអាចជួយគាត់ឲ្យទៅកាន់សុគតិភពបានដោយស្ងប់ចិត្តពិធីបុណ្យត្រូវបានប្រារព្ធឡើងមិនចាំស្អែកឡើយអ្នកភូមិរាប់សិបនាក់បានមកជំនុំគ្នាក្នុងសាលាឆាន់ទាំងចាស់ទាំងក្មេងជួយគ្នារៀបចំធំដុំគួរសមដែរមានទាំងព្រះសង្ឃសូត្រមន្តតាសុកនិងតាសៀនក៏បានមកជួយចាត់ចែងម៉ែពុកខ្ញុំក៏មានវត្តមាននៅទីនេះម៉ែអង្គុយក្បែរមីងឯពុកខ្ញុំអង្គុយជិតតាសៀននិងតាសុកកំពុងជជែកពិភាក្សាគ្នាខ្ញុំបត់ជើងអោបក្បាលជង្គង់យកភ្នែករំពៃមើលទៅជុំវិញសាលាឆាន់យប់នេះពេញណែនដោយមនុស្សម្នាភ្លើងចង្កៀងប្រេងកាតជាច្រើនរួមនឹងទៀនត្រូវបានដុតបំភ្លឺប្រងព្រាមានអារម្មណ៍ថាសុវត្ថិភាពជាងមុនបន្តិចព្រោះមានមនុស្សច្រើនណាស់នៅជុំវិញនេះពិធីបុណ្យកំពុងប្រព្រឹត្តទៅបានប្រហែលជា2ម៉ោងស្រាប់តែមានខ្យល់មួយវឹបបក់ចូលមកក្នុងសាលាយ៉ាងខ្លាំងរលត់ទៀនរលត់ចង្កៀងអស់នៅសល់តែអំពូលអាគុយដែលព្យួរនៅតាមសសរកំពុងរេទៅរេមកសំឡេងមនុស្សក្នុងសាលាស្រាប់តែស្ងាត់បន្ទ្រីងជំនួសមកវិញដោយសំឡេងខ្សឹបខ្សៀវគ្នាតិចអ៊ំមានឃើញអីអត់ដូចជាមានស្រមោលអីរត់នៅឯចុងសាលាមុននេះមែនហើយឃើញដូចជាខ្មៅខ្ញុំក៏ឃើញដែរអ៊ំមិនដឹងជាស្អីទេខ្ញុំរូបរាងដូចជាមនុស្សណាមិនដឹងជាស្អីទេភ្នែកខ្ញុំសម្លឹងទៅតាមទិសដែលអ្នកភូមិកំពុងខ្សឹបប្រាប់អ្នកភូមិចាប់ផ្ដើមរអ៊ូតិចចាប់ដៃកូនចៅយ៉ាងជាប់បង្ហាញពីភាពមិនសូវស្រួលក្នុងចិត្តញោមកុំតន់ភ្ញាក់ផ្អើលអីចូលតាំងចិត្តឲ្យស្ងប់លោកឪមានសង្ឃដីកាដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែខ្ញុំអាចសម្គាល់បានថាព្រះនេត្ររបស់លោកក៏កំពុងសម្លឹងទៅទិសដែលអ្នកភូមិកំពុងចង្អុលដូចគ្នាភ្លាមនោះសំឡេងឆ្កែព្រុសត្រហឹងអឹងកងពីខាងក្រៅវត្តក្លិនស្រាសស្រាក៏ចាប់ផ្ដើមភាយចូលមកក្នុងសាលាឆាន់មិញរងកន្ត្រាក់ខ្លួនបន្តិចនឹងស្រែកឡើងថាអូយក្លិនស្រាសយាយឈឿនមកទៀតហើយមិញចាប់ផ្ដើមភ័យស្លន់ស្លោខ្លះស្រវាចាប់កូនចៅយកបង្អោបជាប់
ខ្ញុំងាកទៅមើលម៉ែគាត់ក៏ស្លេកស្លាំងបន្តិចដែរប្រហែលជាគាត់មិនចង់ឲ្យពួកយើងធ្វើបន់ឲ្យគាត់ទេដឹងពុកសប្រាប់ម៉ែសំលេងគាត់ក៏រៀងញ័រដែរស្រមោលខ្មៅនោះក៏ចាប់ផ្ដើមលេចមុខមកជាថ្មីម្ដងទៀតរត់សម្ដៅមកសាលាឆាន់ពីក្នុងទីងងឹតស្រាប់តែបានមកដល់គឺជាបងឈើសោះគាត់គឺជាក្មេងវត្តដែលមានសតិមិនសូវគ្រប់តាសៀនរើសយកដបទឹកនៅក្បែរនេះវាក្បាលគាត់មួយភោគាត់ក៏រត់ចេញទៅវិញទាំងអ្នកភូមិទាំងនេនក្នុងវត្តខំតែភ្នែកសស្មានតែខ្មោចយីឈឿនមកទៀតហើយពិធីបុណ្យក៏ដំណើរទៅមុខទៀតក្រោមសំឡេងសូត្រមន្តពីសំណាក់ព្រះសង្ឃចាស់វស្សានៅក្នុងវត្តជាច្រើនអង្គខ្ញុំអង្គុយបត់ជើងសំពះជាមួយពុកក្រោមភ្លើងទៀនភ្លឹបភ្លឹបនិងអំពូលអ៊ីវអ៊ីវមើលមិនសូវច្បាស់ប៉ុន្មាននៅសុកសុកចេះតែចង់ងាកមើលក្រោយហើយឆ្កែវាលូអីសម្បើម្លេះវើយមែនហើយអ៊ំឲ្យតែលោកចាប់ផ្ដើមសូត្រឆ្កែក៏ចេះតែលូមកបន្តរហូតចឹងអ៊ំភ្លាមសំលេងចានឆ្នាំងឯក្នុងរោងក៏ធ្លាក់បែកព្រាវប្រាវម្នាក់ផ្អើលគ្រប់គ្នាលើកលែងតែព្រះសង្ឃនៅតែបន្តសូត្រណែតាសុកទៅមើលបន្តិចមើលអ្នកណារើចានរើឆ្នាំងអីឯក្នុងរោងនេះបែកខ្ទេចខ្ទីអស់ហើយឲ្យអញទៅតែម្នាក់ឯងម៉េចមិនល្អទេដឹងនិយាយរួចហើយតាសុកតាសៀនដៃគូរបស់គាត់ខិតរំកិលខ្លួនដើរទៅមើលឃ្លាំងចានឆ្នាំងទាំងពីរនាក់មួយស្របក់ក្រោយក៏លន់លឺសំឡេងថាវាក្បាលភោនឹងលឺបងឈើស្រែកយំរត់ចេញមកហើយវាចេះតែយ៉ាងម៉េចអាមួយនេះចេះតែមកបន្លាចគេអញ្ចឹងគ្នាវាមិនគ្រប់តែប៉ុណ្្នឹងឯងកុំទៅធ្វើអីវាតាសុកនិងតាសៀនបណ្ដាគ្នាមករំកិលខ្លួនចូលកន្លែងដើមវិញទំនងជាបងឈើគាត់ឃើញមនុស្សមកច្រើនបែបនេះក៏សប្បាយចង់លេងជាមួយអាណិតគាត់ដែរគាត់សតិមិនគ្រប់តាំងពីកំណើតព្រះសង្ឃគ្រប់អង្គនៅតែបន្តសូត្រមន្តអស់ពេលជាយូរភ្លាមស្រាប់តែមានខ្យល់បក់មកវឺតផើយភាយក្លិនស្រាសចូលមកក្នុងសាលាអ្នកភូមិគ្រប់គ្នាក្រឡេកមើលឆ្វេងស្ដាំម្ដងទៀតស្រាប់តែលើកនេះនៅមាត់ទ្វារចូលសាលាឆាន់មិនមែនជាបងឈើមកលោបន្លាចទៀតទេគឺមានស្រមោលយីចាស់ម្នាក់កំពុងអង្គុយបត់ជើងសំពះថ្មឹងរូបរាងស្ដើងមានសក់ក្បាលវែងសំពីងសំពងបាំងមុខអង្គុយម្នាក់ឯងនៅឆ្ងាយពីគេឯងក្នុងស្រមោលងងឹតពន្លឺជះមិនដល់យីឈឿនមកហើយយីឈឿនមកទៀតហើយអ្នកភូមិម្នាក់ស្រែកឡើងទ្រហឹងអើងកងរត់ឡើងទៅក្បែរលោកឪចៅអធិការទាំងនេតតូចអ្នកភូមិទាំងអស់គ្នាសុទ្ធតែមើលឃើញដូចគ្នាម៉ែខ្ញុំក៏ស្រវាអោបខ្ញុំជាប់តាសៀននិងតាសុកមុខស្លេកស្លាំងដកថយទៅម្ខាងមានតែលោកឪប៉ុណ្ណោះដែលនៅរក្សាព្រះភ័ក្ត្រគង់នៅយ៉ាងស្ងៀមស្ងាត់ញោមឈឿនអើយញោមបានលាចាកលោកនេះទៅហើយកុំមកនៅអាឡោះអាល័យនឹងភពផែនដីនេះទៀតអីចូលញោមទទួលយកនូវផលបុណ្យកុសលដែលអាត្មានិងពុទ្ធបរិស័ទទាំងអស់បានឧទ្ទិសជូនញោមនៅពេលនេះចោសូមញោមទៅកាន់សុគតិភពកុំត្រឡប់មកលេងលោកបន្លាចអ្នកភូមិទៀតឡើយបរិយាកាសស្ងាត់ឈឹងនៅពេលដែលលោកឪមានសង្ឃដីកាចោះស្រមោលយីឈឿនក៏ងើបឈរយឺតគាត់ងាកមកមើលមុខអ្នកភូមិគ្រប់គ្នាម្ដងម្នាក់ពីក្នុងភាពងងឹតរួចក៏ងក់ក្បាលតិចហើយដើរចេញទៅក្នុងភាពងងឹតនៃរាត្រីយឺតបាត់ម្ដងបន្តិចហើយក្លិនស្រាក៏រលាយបាត់ទៅដែរញោមទាំងអស់គ្នាធូរចិត្តបានហើយយីឈឿនគេទៅបាត់ហើយលើកនេះគឺទៅឆ្ងាយណាស់
ទំនងជាគាត់គ្មានបំណងលោកបន្លាចទេប្រហែលជានៅអាឡោះអាឡៃនឹកដល់អ្នកភូមិនឹកផ្ទះសម្បែងទើបមិនចង់ទៅណាអ្នកភូមិម្នាក់នៅតែរឹងខ្លួនសឹងតែមិនជឿនៅរូបភាពច្បាស់ដែលឃើញមុននេះព្រឹកថ្ងៃបន្ទាប់ក្រោមមេឃខៀវស្រងាត់ខ្យល់អាកាសបរិសុទ្ធបានបក់ផាត់នាំយកនូវភាពស្រស់ស្រាយមកកាន់ភូមិភាពភ័យខ្លាចដែលបានសង្កត់សង្កិនអ្នកភូមិអស់ជាច្រើនថ្ងៃហាក់ដូចជាបានរលាយបាត់ទៅជាមួយភាពងងឹតនៃរាត្រីកាលពីយប់មិញផ្ទះនីមួយបានបើកទ្វារជជែកគ្នាវ៉ាដូចធម្មតាអូនអើយភ្ញាក់ហើយឬនៅនឹងកូនទៅលុបមុខលំមាត់ចេញទៅនេះយាយសែមគាត់ឲ្យនំបញ្ចុកមកច្រើនណាស់ម៉ែដាក់នៅត្រង់នេះណាហូបរួចយកចានទៅឲ្យគាត់វិញផងខ្ញុំងក់ក្បាលរួចដើរទៅខាងក្រោយផ្ទះលុបលាងមុខហូបនំបញ្ចុករសៀលបន្តិចខ្ញុំដើរទៅលេងផ្ទះអាង៉ែឃើញអ្នកភូមិប្រមូលផ្ដុំគ្នានៅក្បែររបងផ្ទះយាយសែមជជែកប្រាជ្ញគ្នាលាន់ត្រហឹងលោកយាយយប់មិញមាននរណាមកគោះទ្វារទៀតទេអត់ទេចៅស្ងាត់ឈឹងតែម្ដងដេកលក់ស្រួលណាស់យប់មិញខ្ញុំក៏អត់ឃើញស្រមោលអីដែរយាយនៅក្នុងផ្ទះបាយមិនឃើញទៀតទេគ្រប់គ្នាបានបង្ហាញនូវភាពធូរស្រាលរួចផុតពីការភ័យខ្លាចរំលងមកក្រោយបុណ្យ100ថ្ងៃរបស់យាយឈឿនភូមិខ្ញុំបានវិលមករកភាពសុខសាន្តដូចដើមវិញតែរឿងរ៉ាវរបស់យាយឈឿនបានក្លាយជាប្រធានបទដ៏ល្បីល្បាញនៅក្នុងភូមិចាស់រៀបរាប់ប្រាប់ក្មេងៗចំនួនក្រោយទោះគាត់បានលាចាកលោកទៅហើយតែឈ្មោះរបស់គាត់នៅតែត្រូវបានចាស់យកមកប្រើបន្លាចក្មេងៗអាតូចកុំឲ្យវាដើរលេងឆ្ងាយផ្ទះថាហើយខំដើរលេងឆ្ងាយផ្ទះទៅតិចខ្មោចយាយឈឿនចាប់ស៊ីពវៀនឥឡូវហើយរឿងរ៉ាវរបស់ខ្ញុំក៏សុំសន្មតបញ្ចប់តែត្រឹមប៉ុណ្នេះចំពោះអ្នកស្ដាប់មកដល់ត្រឹមនេះសូមជួយចុច Subscribe មួយផងសូមអរគុណជួបគ្នានៅរឿងបន្ទាប់